សិតនេះនៅទីក្រុងទិញមិនបានទេអ្នកបានវាមកពីណានៅក្នុងព្រៃភ្នំខ្ញុំស្វែងរកលោកប្រធានគូចាងវឹងពូគូឯងគឺជាអ្នកដែលបានជួយសង្គ្រោះពុកម៉ែខ្ញុំនៅឯភ្នំលីងឆាន់មែនទេលឿនឡើងប្រញាប់តាមខ្ញុំមកពុកខ្ញុំនៅជាន់លើកំពុងជួបបញ្ហាធំហើយហើយកែគូសិតតាំងសុំនេះ50,000ទិញយកថ្ងៃនេះឯងត្រូវតែចុះហត្ថលេខាដាច់ខាតបាំងតាហ្វូទំនិញមួយក្រុមនេះពណ៌មិនស្រួលទេក្លិនក៏ឈួរខ្លាំងទៀតខ្ញុំដាច់ខាតមិនទទួលយកទេភោជនីយដ្ឋានហូតេមិនអាចបំផ្លាញឈ្មោះបោះសម្លេងបានឡើយមិនទទួលអញដឹកមកពីឆ្ងាយអញមិនទទួលក៏ត្រូវតែនេះហត្ថលេខានេះមិនចុះក៏ត្រូវតែចុះមិនចុះក៏ត្រូវតែចុះដែរចាប់វាឲ្យជាប់ពុកគុំកម្រើកទាំងអស់គ្នាខ្ញុំបានបើកប្រព័ន្ធថតរូបភ្ជាប់ក្នុងបន្ទប់នេះទាំង4ជ្រុងសុទ្ធតែមានកាមេរ៉ាសុវត្ថិភាពពួកឯងហ៊ានប៉ះពាល់ពូគូតែបន្តិចអំពើបង្ខិតបង្ខំទិញលក់50,000នឹងជំរុញឲ្យពួកឯងជាប់គុក10ឆ្នាំហើយល្អិតកំផិតមកពីណាហ៊ានយកទូរស័ព្ទបាក់មកគំរាមអញផលវាបំបីទូរស័ព្ទវានោះចោលទៅវាបំបីទូរស័ព្ទក៏គ្មានប្រយោជន៍ដែរឯងប្រកាសទេថានឹងយកជីវិតមកប្រថុយដើម្បីតែផ្សិតពីប៉ុន្មានគេនេះដើម្បីបញ្ជូនខ្លួនឯងចូលគុកល្អិតឯងនិយាយប្រេះដាស់ស្អីយក50,000មកទិញផ្សិតពីស្ក្លែងបន្លំទាំងនេះមិនមែនជាផ្សិតតាំងសុំតតែសោះដើម្បីបិទបាំងស្នាមអុចពីនៅលើផ្ទៃរបស់វាពួកឯងបានយកវាទៅឆ្ពងជាមួយសារធាតុកំពិសធ្ងន់ថែមទាំងប្រើប្រាស់ទឹកគីមីឧស្សាហកម្មដើម្បីកែច្នៃទៅទៀតឯងនិយាយស្អីអាហ្វាស្រុកស្រែដឹងស្អីខ្ញុំមិនដឹងសិតធម្មជាតិពេលត្រូវភ្លើងនឹងមានក្លិនឈ្ងុយផ្សិតជ្រលក់សារធាតុកំពិសពេលត្រូវភ្លើងនឹងប្រែជាពណ៌ខៀវរបស់បែបនេះឲ្យតែដាក់ចូលឆ្នាំងពីនឹងកើនឡើងជាច្រើនដងឲ្យតែញ៉ាំមួយម៉ាត់ពាក់កណ្ដាលម៉ោងនឹងខូចស្រីរៀងភ្លាមនេះមិនមែនជាការបង្ខំទិញលក់ទេនេះគឺជាការដាក់ថ្នាំពុលឃាតកម្មចង់ឲ្យខ្ញុំប្តឹងប៉ូលីសភ្លាមទេរយអ្នកជំនាញមកពិនិត្យមើលទុកថាឯងពូកែចោះពួកយើងទៅយកផ្សិតពីរបស់ឯងទៅឲ្យផុតទៅលីងឆិនពិតជាឯងមែនឯងជាក្មេងឆ្លាតវៃមែនតែនថ្ងៃនេះសំណាងហើយបានឯងជួយក៏របស់នេះធ្វើឲ្យភ្ញៀវញ៉ាំហាងខ្ញុំច្បាស់ជាវិនិច្ឆ័យហើយលីងឆិនស្គមហើយខ្មៅជាងមុនទៀតតែមើលទៅមានសុខភាពល្អណាស់កូនល្អឯងលំបាកហើយលឿនឡើងយកមុខម្ហូបពិសេសនៅក្នុងហាងលើកមកឲ្យអស់មកថ្ងៃនេះពួកយើងត្រូវរៀបចំលៀងសិក្សាជូនគំរូរបស់ពួកយើងលីងឆិនទៅថ្ងៃមុខពួកយើងរៀនវិទ្យាល័យជាមួយគ្នាដើម្បីមិនយល់អាចសួរខ្ញុំបានគ្រប់ពេលណាបាទសាលាវិទ្យាល័យមិនឆ្ងាយពីទីនេះទេធម្មតាស្នាក់នៅសាលាត្រូវមើលថែខ្លួនឯងឲ្យល្អណាស់ចុងសប្តាហ៍ទំនេរត្រូវតែមកលេងភោជនីយដ្ឋានណាអ្នកមីងនឹងធ្វើម្ហូបឆ្ងាញ់ឲ្យញ៉ាំខ្ញុំចាំហើយអ្នកមីងយ៉ៃសិស្សពូកែកំពុងធ្វើពុតជាពិនិត្យបញ្ជីកណេឲ្យទៀតហើយសិស្សក្រីក្រមកធ្វើការស៊ីឈ្នួលយល់ដឹងស្អីពីការធ្វើអាជីវកម្មអ្នកគ្រប់គ្រងលីវការទិញសាច់ជ្រូកកាលពីខែមុនគឺ3,000 លេខជាថាមួយនិយាយតម្លៃ25 បីយ៉នខ្ញុំបានចុះទៅស្រាវជ្រាវដល់ទីផ្សារផ្ទាល់តម្លៃបោះដុំគឺត្រឹមតែ15 បីយ៉នប៉ុណ្ណោះគ្រាន់តែផ្នែកមួយនេះអ្នកឯងបានការកែប្រាក់លើសរហូតដល់30,000យ៉នហើយក្រុមហ៊ុនគុតគង់នេះគឺជាប្អូនថ្លៃបង្កើតរបស់អ្នកមែនទេអាឡអិតឯងនិយាយពីអ្នកស្រែមកពីភ្នំដូចជាឯងហ៊ានមកលេងល្បិចទម្លាក់កំហុសលើអញផលការឯងបង្កើតក្រុមហ៊ុនជាមួយលោកប្រធានគូឯងកំពុងធ្វើដឹងខ្លួនប្រញាប់បិទមាត់ទៅបើមិនចង់ឲ្យអញធ្វើឲ្យឯងរៀននៅទីក្រុងមិនកើតទេលីវចាំងឯងចង់ធ្វើឲ្យអ្នកណារៀនលោកប្រធានគូលោកមកបានល្អណាស់អាឡអត់មកពីស្រែនេះវាឈួតហើយវាខ្លាញ់បន្លំបញ្ជីកណេចាប់ប្រកាន់ថាខ្ញុំស៊ីកៃលោកត្រូវតែផ្ដល់យុទ្ធធរឲ្យខ្ញុំណាពូគូនេះជាទិន្នន័យប្រៀបធៀបពិតប្រាកដបីចាំបានកេងប្រវ័ញ្ចមុខតំណែងរបស់ខ្លួនកេងបន្លំប្រាក់ទិញទំនិញសរុបអស់15,000យ៉នលីវចាំងភស្តុតាងច្បាស់បែបនេះឯងនៅមានអីត្រូវទៅទៀតអាឈិនមានចិត្តល្អជួយពិនិត្យបញ្ជីចន្លោះខ្វះខាតឯងបែរជាហ៊ានអង្គអំណាចជិះជាន់នឹងមើលងាយគេផងលោកប្រធានគូខ្ញុំខុសហើយខ្ញុំបង្វេងមួយយកដល់មុខបុគ្គលិកចាស់អត់ទោសឲ្យខ្ញុំលើកនេះផងចេញទៅហាងហូតេមិនទុកមនុស្សពុករលួយដូចជាឯងទេប្រញាប់ទៅទូទាត់បញ្ជីកណេឲ្យភ្លាមថ្ងៃស្អែកបើមិនសងលុយមកវិញទេខ្ញុំនឹងចាត់ការតាមច្បាប់សូមចុចខាងក្រោមដើម្បីមើលរឿងបន្តអរគុណ